បាទជំរាបសួរទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តបង្ហាញមុខងារមួយទៀតរបស់កម្មវិធីថ្នាក់ Assistant ដែលជាកម្មវិធីមួយប្រមូលផ្ដុំទៅដោយឧបករណ៍ AI ជាច្រើនដើម្បីជួយសម្រួលការងារក៏ដូចជាសម្រួលទៅដល់ការសិក្សារបស់សិស្សានុសិស្សនិងអ្នកធ្វើការលោកគ្រូអ្នកគ្រូផងដែរអញ្ចឹងយើងចូលទៅកាន់មុខងារមួយឈ្មោះថា AI Study Assistant អញ្ចឹងណាអូខេអញ្ចឹងតើតើជាមួយនឹង AI Study Assistant កន្លែងនេះគឺយើងមានមុខងារ4សំខាន់ទី1គឺ flashcard ទី2គឺ quiz generator ទី3គឺ study note ទី4គឺ homework helper អញ្ចឹងណាតើតើជាមួយនឹង flashcard កន្លែងនេះមានថាគឺជាការបង្កើតនៅកម្រងសំណួរដើម្បីធ្វើតេស្តសមត្ថភាពនៃការចងចាំក៏ដូចជានៃសមត្ថភាពនៃការដោះស្រាយបញ្ហារបស់យើងអញ្ចឹងណាអូខេអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំចូលនេះមួយសិនខ្ញុំឲ្យវាទៅសេថាប្រវត្តិសាស្ត្រប្រទេសកម្ពុជាអញ្ចឹងណាអានេះខ្ញុំសាកមុខវិជ្ជាបែបលក្ខណៈថាគេហៅថាមុខវិជ្ជាបែបសង្គមណាអញ្ចឹងវាមិនជាមុខវិជ្ជាបែបវិទ្យាសាស្ត្រក៏ប៉ុន្តែយើងក៏អាចប្រើវាជាមុខវិជ្ជាវិទ្យាសាស្ត្រដើម្បីធ្វើជា flashcard បានដូចគ្នាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំ copy អ្វីដែលខ្ញុំទទួលបានពីឆាតរបស់ខ្ញុំចូលទៅកាន់កន្លែងនេះអញ្ចឹងខ្ញុំមានអីខ្លះអានេះឧទាហរណ៍ថានេះគឺជាមេរៀនរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាមានមេរៀនទាំងអស់គ្នាអាចដាក់ចូលកន្លែងហ្នឹងបានចង់និយាយអញ្ចឹងណាអូខេអញ្ចឹងខ្ញុំនិយាយពីសម័យបុរាណសម័យនគរសតវត្សទី1ដល់សតវត្សទី6មានសម័យចេនឡាសម័យអង្គរអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងបន្តមកទៀតខ្ញុំបង្កើត flash card កន្លែងនេះពេលខ្លះយើងអានហើយក៏តែយើងចង់ដឹងសមត្ថភាពនៃការចងចាំរបស់យើងតើយើងអាចចងចាំបានប្រមាណភាគរយអញ្ចឹងទៅជាមួយ flash card កន្លែងចង់បង្កើត10 11 12 15តិចឬច្រើនអាស្រ័យលើអ្វីដែលយើងចង់បានឥឡូវខ្ញុំសាកល្បងត្រឹម10សំណួរសិនបានណាខ្ញុំបន្តgenerate flash card កន្លែងនេះអញ្ចឹងវា generate ឲ្យខ្ញុំហើយវាបុកជា generate ខ្ញុំហើយវាសួរនេះតើនគរណាជារដ្ឋដំបូងនៅអាស៊ីអាគ្នេយ៍ដែលមានភាពរីកចម្រើនខ្លាំងកម្មវិធីកម្មនិងព្រំដែនអញ្ចឹងអាសំណួរហ្នឹងគឺវាយកចេញពីមេរៀននេះយកចេញពីអត្ថបទនេះអញ្ចឹងណាអញ្ចឹងយើងអាចសាកល្បងឆ្លើយអញ្ចឹងក៏ឆ្លើយហើយយើងអាចមើលចម្លើយនេះចម្លើយណាយើងអាចមើលចម្លើយដូចគ្នាសម្រាប់សំណួរក្រោយក្រៅពីនេះយើងអាចបង្កើតនៅសំណួរជាថ្មីនៅក្នុងនេះគឺសំណួរទី1ទៅតងជាមួយនឹងតើរដ្ឋណាតើនគរណារដ្ឋដំបូងនៅអាស៊ីអាគ្នេយ៍ប្រសិនបើខ្ញុំ generate សារជាថ្មីវានឹងបង្កើតសំណួរថ្មីមួយទៀតអញ្ចឹងវា generate អូខេអញ្ចឹងវាបង្កើតសំណួរថ្មីមួយទៀតឃើញទេអញ្ចឹងមកថាវាផ្ដល់ភាពងាយស្រួលដល់យើងក្នុងការធ្វើតេស្តសមត្ថភាពរបស់យើងតើយើងអាចយល់បានប្រមាណភាគរយចេញពីមេរៀននេះកន្លែងហ្នឹងអញ្ចឹងណាតើតើជាមួយសំណួរកន្លែងនេះយើងអាចបង្កើនសំណួរឬអាចបន្ថយសំណួរតាមភាពជាក់ស្ដែងអញ្ចឹងណាអញ្ចឹងអានេះគឺជាសំណួរបែបលក្ខណៈថាសង្គមបែបអញ្ចឹងណាក្រៅពីនេះយើងក៏អាចបង្កើតសំណួរជាលក្ខណៈបែបវិទ្យាសាស្ត្រដូចជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យាជីវវិទ្យាផងដែរដាក់ចូលកន្លែងហ្នឹងចឹងអញ្ចឹងណាអូខេឥឡូវឧទាហរណ៍ថាកន្លែងនេះខ្ញុំមានជាលំហាត់គណិតវិទ្យាប្រឡងបាក់ឌុបឆ្នាំ2014ចាស់ដែរអញ្ចឹងណាអញ្ចឹងខ្ញុំចង់បង្កើតត្រឹម snippet ដើម្បីកាត់វាខ្ញុំចង់បង្កើតត្រឹមថាពី3សំណួរទេអញ្ចឹងណា4សំណួរ5សំណួរអីទេអញ្ចឹងណា limit អញ្ចឹងណាអញ្ចឹងនេះគឺជាការកែ limit អញ្ចឹងវាមាន4សំណួរខ្ញុំចូលទៅកាន់ប្រព័ន្ធរបស់ខ្ញុំលុបវាចោលសិនកុំឲ្យច្រឡំណាខ្ញុំលុបវាចោលសិន clear all បាទលុបចោលសិនពួកខ្ញុំផាសចូលកន្លែងហ្នឹងបើមិនជា file ខ្ញុំដាក់ file ចូល attach file ចូលកន្លែងនេះក៏តែបើសារខ្ញុំ copy ខ្ញុំអាចផាសចូលតែម្ដងក៏បានដែរអញ្ចឹងណាខ្ញុំចង់បង្កើតប្រមាណសំណួរខ្ញុំចង់បង្កើតត្រឹម5សំណួរទេអញ្ចឹងណាខ្ញុំ generate មកអញ្ចឹងវានឹងទៅចម្លងអារូបភាពនេះវាចម្លងរូបភាពនេះ
រូបភាពនេះបង្កើតទៅជាសំណួរខ្ញុំឃើញទេអ្នកនរគ្នាឃើញទេអញ្ចឹងគាត់ថាវាដោយសារវាអាចបង្កើតបានត្រឹម4រូប9សំណួរទេអញ្ចឹងណាអញ្ចឹងថាតើ limit x ខិតជិតប្រមាណនេះស្មើប្រមាណអញ្ចឹងវាយើងអាចសាកល្បងដោះស្រាយបន្ទាប់ពីដោះស្រាយយើងអាចមើលចម្លើយបានអញ្ចឹងវាផ្ដល់ចម្លើយឲ្យយើងហើយទៀតអ្នកនរគ្នាឃើញទេកន្លែងហ្នឹងណាវាផ្ដល់ចម្លើយឲ្យយើងហើយទៀតដូចគ្នាសម្រាប់សំណួរនេះដូចគ្នាអញ្ចឹងណាបាទអញ្ចឹងគាត់ថាវាផ្ដល់ភាពងាយស្រួលមែនតើតកតងជាមួយនឹងកន្លែងនេះវាអត់សូវខុសពីកន្លែង flashcard ទេគ្រាន់តែ flashcard វាផ្ដល់ជាចម្លើយឲ្យយើងមួយតែម្ដងអញ្ចឹងណាតកតងជាមួយនឹង quiz generator កន្លែងថាវាបង្កើតជាសំណួរហើយបង្កើតជាកម្រងចម្លើយដើម្បីយើងជ្រើសរើសអញ្ចឹងណាឥឡូវខ្ញុំ copy អានេះដដែលខ្ញុំ copy វាមកហើយខ្ញុំផាសវាចូលដដែលតែសិនណាហើយខ្ញុំបង្កើតជា quiz generator ខ្ញុំបង្កើតជា10សំណួរខ្ញុំ generate វាអញ្ចឹងបន្ទាប់ពីខ្ញុំ generate វាបាន10សំណួរវានឹងបង្កើតជាគេហៅថាពហុសំណួរចម្លើយកន្លែងហ្នឹងណាតើនគរណាជានគរដំបូងអាស៊ីអាគ្នេយ៍ដែលមានការចម្រើនខ្លាំងនៅជាកម្មនិងដែនសមុទ្រអញ្ចឹងវាប្រាប់យើងនេះក A B C D ហើយវាប្រាប់ចម្លើយយើងទៀតអានេះវាផ្ដល់ភាពងាយស្រួលសម្រាប់លោកគ្រូអ្នកគ្រូគាត់រៀបចំជាកម្រងវិញ្ញាសាដើម្បីយកទៅឲ្យសិស្សរបស់គាត់ជ្រើសរើសអញ្ចឹងណាអញ្ចឹងអានេះយើងអាចធ្វើការ export ដូចគ្នាយើងអាច export ទៅជាក្នុង Word អញ្ចឹងណាអូខេ export ទៅក្នុង Word អញ្ចឹងយើងអាចនៅក្នុង Word នេះគឺអ្នកនរគ្នាអាចយកសំណួរហ្នឹងដើម្បីយកទៅដាក់អនុវត្តការជាក់ស្ដែងដើម្បីឲ្យសិស្សគាត់ធ្វើតែម្ដងអញ្ចឹងណាអូខេនេះណាដូរ font ឲ្យស្រួលខខ្មែរអូអាបាត់បងសៀមរាបអូខេបានមកអូខេណាអញ្ចឹងនៅពេលដែលលោកគ្រូគាត់ត្រូវការប្រើឲ្យគាត់លុបតែចម្លើយចោលទៅបានហើយអញ្ចឹងគាត់អាចយកវិញ្ញាសាដើម្បីឲ្យសិស្សគាត់អាចធ្វើបានហើយអញ្ចឹងណាអញ្ចឹងវាថាវាផ្ដល់ភាពងាយស្រួលសម្រាប់លោកគ្រូអត់ចាំបាច់ទៅអង្គុយគិតវិញ្ញាសាខ្លួនឯងទេខ្លាចខុសរនឹកចម្លើយទេអញ្ចឹងអាកន្លែងវាមានខុសខ្លះយើងអាចកែសម្រួលអញ្ចឹងណាដោយសារវា generate ចេញពី AI មកវាអាចខុសខ្លះអញ្ចឹងយើងអាចធ្វើការកែសម្រួលអាកន្លែងវាអញ្ចឹងទៅអញ្ចឹងណាអូខេអញ្ចឹងមួយទៀតតកតងជាមួយនឹងកន្លែងដូចគ្នាសម្រាប់កន្លែងហ្នឹងគឺយើងអាចធ្វើការជាមួយនឹងលំហាត់បែបវិទ្យាសាស្ត្រដូចគ្នាជាមួយខ្ញុំកន្លែងនេះខ្ញុំផាសវាចូលហើយខ្ញុំឲ្យវា generate ត្រឹម4សំណួរទេអញ្ចឹងណាខ្វះកន្លែងនេះខ្ញុំឲ្យវា generate អូខេដូចគ្នាអញ្ចឹងវាឲ្យយើងគណនាអ្នក limit ហ្នឹងស្មើប្រមាណអញ្ចឹងចម្លើយគឺដក2អញ្ចឹងណាសម្រាប់ limit នេះចម្លើយស្មើប្រមាណចម្លើយគឺ A ប៉ុណ្ណេះអញ្ចឹងថាវាគណនាឲ្យយើងហើយវាចប់តែម្ដងយើងគ្រាន់តែ copy អាសំណួរនោះដាក់ទៅគឺអាចសិស្សគាត់អាចដោះស្រាយហើយគាត់ជ្រើសចម្លើយតែម្ដងអញ្ចឹងណាអូខេតើតើជាមួយនឹង study note កន្លែងនេះគឺមានន័យថាយើងយកអ្វីដែលយើងបានសិក្សាហ្នឹងគឺយកមកកត់ចំណាំសរសេរជា note ដើម្បីងាយស្រួលចងចាំអញ្ចឹងណាចុះឧទាហរណ៍នេះគឺជា note នេះគឺជាមេរៀនរបស់ខ្ញុំអញ្ចឹងខ្ញុំផាវាចូលខ្ញុំឲ្យវាបង្កើតជា note អញ្ចឹងណាចឹង note មកបាទអញ្ចឹងវាអត់យូរទេវាគឺប្រហែលជាមួយអូខេវា generate មកនេះអញ្ចឹងវាទៅមកជាមួយនឹង key concept វាមានអីខ្លះវាមានចែកចេញជាប្រមាណអញ្ចឹងថាវាធ្វើការរៀបចំឲ្យយើងដើម្បីឲ្យយើងងាយស្រួលក្នុងការចងចាំការអាននិងការចងចាំនិងងាយស្រួលក្នុងការពិនិត្យមើលឡើងវិញអញ្ចឹងណាជាតើតើជាមួយនឹង study note កន្លែងនេះវាអនុវត្តបានដូចគ្នាសម្រាប់មេរៀនបែបវិទ្យាសាស្ត្រក៏ដូចជាមេរៀនបែបសង្គមអញ្ចឹងណាអូខេអញ្ចឹងតើតើជាមួយ3មុខងារនេះខ្ញុំបានបង្ហាញហើយខ្ញុំចូលទៅកាន់មុខងារមួយទៀតដែលជាមុខងារពិសេសដែរគឺជាមុខងារសម្រាប់ជួយដោះស្រាយលំហាត់អញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺខ្ញុំមានវិញ្ញាសាគណិតវិទ្យាថ្នាក់ទី12ប្រឡងបាក់ឌុបឆ្នាំ2014អញ្ចឹងខ្ញុំអាចឲ្យវាជួយដោះស្រាយឬសមត្ថភាព AI ខ្លាំងណាស់អ្នកនរគ្នាខ្ញុំគ្រាន់តែផាសចូលមកគ្រាន់តែផាសចូលអូខេបន្ទាប់មកគឺខ្ញុំឲ្យវាធ្វើការដោះស្រាយតែម្ដងអញ្ចឹងណា get help អញ្ចឹងរងចាំបន្តិចវាគឺនឹងធ្វើការដោះស្រាយសម្រាយបានក្បោះក្បាយដែលអាចឲ្យយើងយល់បានអញ្ចឹងណា
ok những thay vì ảo limit mau chẳng limit việc làm lại xong ấy việc tạo tập hợp ấy chẳng nè rủ riêng vì dạng mấy sôn thật đó sẽ dạng mấy đó sẽ bật to trong lại với cứ smart nó độ pì chẳng á được để chuyện bạn đần chẳng được thì những trong lại cứ độ pì bạn đụng ơi coi nhé phải châu tay làm hạt móc cái việc đó sai rồi phải bật hạt đó sai làm ăn tiền chẳng á mình tận năng muối chứ anh đó sai làm hạt muối của bạn này chúng nhầm xả là bò muối thiệt á muối thiệt này muối này ok មួយនេះខ្ញុំឃ្លាវចោលខ្ញុំផាសវាម្ដងទៀតហើយខ្ញុំឲ្យវាគណនាឲ្យខ្ញុំចឹងណាបាទអញ្ចឹងវានឹងធ្វើការគណនាឲ្យខ្ញុំអូខេខ្ញុំសុំគណនាម្ដងទៀតដោយសារតែកន្លែងនេះយើងអត់ផ្ដល់លក្ខណៈថាចម្លើយលក្ខណៈថាភាសាដែលវានឹងឆ្លើយតបមកយើងវិញអញ្ចឹងណាអញ្ចឹង AI វាអត់ដឹងថាយើងបោះទៅភាសាអីទេដោយសារនេះខ្ញុំបោះតែចម្លើយទៅបោះតែលំហាត់ទៅអញ្ចឹងណាអញ្ចឹងដើម្បីចង់ឲ្យដឹងថាវាដោះស្រាយយើងធ្វើអញ្ចឹងអ្នកអាចធ្វើអញ្ចឹងបានណាខ្ញុំអាចធ្វើអញ្ចឹងហើយខ្ញុំលុបចោលសិនខ្ញុំអាចផាសចូលហើយខ្ញុំដាក់ថាករណី limit អញ្ចឹងណាអូខេសាកល្បងមើលបាទអញ្ចឹងនៅពេលដែលខ្ញុំធ្វើដូចហ្នឹងគឺវាអាចដឹងថានេះគឺជាភាសាខ្មែរគាត់ណាឃើញទេខ្ញុំចង់ឲ្យវាសម្រាប់ជាភាសាខ្មែរអញ្ចឹងវាកណនីឲ្យខ្ញុំតែម្ដងអញ្ចឹងណារូបរាងយ៉ាងម៉េចសម្រាប់ជាក្បោះក្បាយចម្លើយចុងក្រោយគឺស្មើជាមួយនឹង20ឬទី2នៃ5អញ្ចឹងណាអូខេដូចគ្នាសម្រាប់លំហាត់គណិតវិទ្យាទី12រូបវិទ្យាគីមីវិទ្យាជីវវិទ្យាគឺវាស៊ីផុយតែម្ដងចឹងនិយាយអញ្ចឹងណាគឺវាអត់លំបាកទេវាដោះស្រាយបានលឿនមែនទែនដោះស្រាយតែ 4-5 នាទីហ្នឹងហើយសម្រាប់វិញ្ញាសាដែលយើងដោះស្រាយជិត2ម៉ោងគឺ AI ដោះស្រាយតែ5នាទីគឺរួចរាល់ហើយអញ្ចឹងណាអញ្ចឹងគឺវាមានគ្នាខុសគ្នាច្រើនមែនទែនហើយការត្រឹមត្រូវក៏ច្រើនដែរចឹងនិយាយអញ្ចឹងដូចជានេះអញ្ចឹងជាមួយខ្ញុំឲ្យដោះស្រាយវិញសំណួរទី2នេះមួយណាតើតើជាមួយនឹងសំណួរ complex ខ្ញុំ copy តែអញ្ចឹងមកណា copy អញ្ចឹងមកហើយខ្ញុំចូលទៅកាន់កន្លែងនេះខ្ញុំ clear ចោលសិនផាសចូលដោះស្រាយមិនដល់1នាទីផងបងប្អូនគ្នាត្រឹមអាចថាត្រឹមតែ10សេកុងអីទេគឺវាដោះស្រាយចេញហើយ1 2ដោះស្រាយរួចហើយបាទឃើញទេគឺលឿនមែនទែនតែម្ដងដោះស្រាយយើងអញ្ចឹងសម្រាប់អ្នកលោកគ្រូសម្រាប់សិស្សានុសិស្សដែលគាត់ចង់បង្កើនសមត្ថភាពរបស់គាត់ជាមួយនឹងមុខវិជ្ជាផ្សេងៗគឺគាត់អាចធ្វើការជាមួយនឹងថ្នាក់ assistant ជាមួយនឹងមុខងារ AI study assistant គឺជួយបានច្រើនមែនទែនរូបគណិតគីមីមុខវិជ្ជាបែបវិទ្យាសាស្ត្រផ្សេងទៀតមិនថាថ្នាក់វិទ្យាល័យឧត្តមសិក្សាឬថ្នាក់ក្រៅឧត្តមសិក្សាបណ្ឌិតអនុបណ្ឌិតគឺអាចប្រើបានទាំងអស់អូខេសម្រាប់អ្នកធ្វើការដូចគ្នាសម្រាប់គាត់ចង់យុទ្ធសាស្ត្រផ្សេងគឺបានដូចគ្នាអញ្ចឹងណាអញ្ចឹងមេរៀននេះខ្ញុំមានតែប៉ុណ្្នឹងទេមុខនេះមានតែប៉ុណ្្នឹងទេអញ្ចឹងមានចម្ងល់ហើយអាចឆាតសួរបន្ថែមមកកាន់ក្រុមការងារថ្នាក់ Academy សូមអរគុណសូមជម្រាបលា